កណាសូមលើកយកសង្ឃគុណទី1គឺសុបដិបណ្ណោភគវតោសាវកសង្ឃមកបញ្យល់ដែលខ្លឹមសារនៃសង្ឃគុណនេះគឺស្រង់ចេញពីសភៅវិសុទ្ធមគ្គសន្ទានុក្រមបាលីនិងសភៅធម៌ផ្សេងពាក្យថាសុបដិបណ្ណោមកពីពាក្យថាសុបដិបណ្ណៈប្រែថាប្រតិបត្តិហើយដោយប្រពៃប្រែថាប្រតិបត្តិល្អហើយពាក្យថាសុប្រែថាល្អប្រែថាក្រៃលែងប្រែថាប្រពៃប្រែថាវិសេសពាក្យថាសុបដិបណ្ណៈសុបដិបណ្ណោប្រែថាប្រតិបត្តិហើយប្រែថាដើរទៅហើយពាក្យថាភគវតោប្រែថានៃព្រះដ៏មានព្រះភក្ត្រមកពីពាក្យថាភគវាពាក្យថាសាវកសង្ឃោប្រែថាព្រះសង្ឃជាសាវកពាក្យថាសាវកប្រែថាអ្នកស្ដាប់ពាក្យព្រានប្រដៅដែលជាឱវាទរបស់ព្រះមានព្រះភក្ត្រពាក្យថាសង្ឃៈប្រែថាក្រុមឬក៏ពួកជនដែលស្ដាប់និងរៀនតាមពាក្យទូនមានរបស់ព្រះពុទ្ធហើយប្រតិបត្តិត្រឹមត្រូវតាមព្រះធម្មវិន័យនោះហៅថាសង្ឃៈដូច្នេះប្រែជារួមពាក្យថាសុបដិបណ្ណោភគវតោសាវកសង្ឃោប្រែថាព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភក្ត្រលោកប្រតិបត្តិហើយដោយប្រពៃសំណួរសួរថាតើប្រតិបត្តិហើយដោយប្រពៃយ៉ាងម៉េចសុបដិបណ្ណោប្រែថាប្រតិបត្តិហើយដោយប្រពៃព្រោះលោកប្រតិបត្តិតាមគន្លងនៃព្រះនពលោកុត្តរធម៌គឺមា4ផល4និព្វាន1នោះឯងហៅថានពលោកុត្តរធម៌សុបដិបណ្ណោប្រតិបត្តិហើយដោយប្រពៃព្រោះប្រតិបត្តិនោះសេចក្តីប្រតិបត្តិដល់ត្រឹមត្រូវជាសេចក្តីប្រតិបត្តិមិនត្រឡប់វិញជាសេចក្តីប្រតិបត្តិដល់សមគួរដល់ព្រះនិព្វានជាសេចក្តីប្រតិបត្តិនៅធម៌ដែលមិនមែនជាសត្រូវដល់ធម៌និងបុគ្គលជាសេចក្តីប្រតិបត្តិនៅធម៌ដល់សមគួរដល់ធម៌សុបដិបណ្ណោប្រតិបត្តិហើយដល់ប្រពៃគឺព្រះអរិយបុគ្គលទាំងឡាយជាអ្នកតាំងនៅហើយក្នុងមគ្គសុបដិបណ្ណោគឺព្រះអរិយបុគ្គលទាំងឡាយជាអ្នកតាំងនៅហើយក្នុងផលសុបដិបណ្ណោប្រតិបត្តិហើយដល់ប្រពៃគឺព្រះអរិយបុគ្គលទាំងឡាយបានត្រាស់ដឹងហើយនៅធម៌ដែលបុគ្គលកបីត្រាស់ដឹងគឺព្រះនិព្វានដោយសមាបដិបទាសុបដិបណ្ណោប្រតិបត្តិហើយដោយប្រពៃព្រោះលោកប្រតិបត្តិនៅសក្តីប្រតិបត្តិមិនខុសក្នុងព្រះធម្មវិន័យដែលព្រះមានភិក្ខៈទ្រង់ត្រាស់សម្ដែងហើយដោយល្អពាក្យថាធម្មវិន័យនេះគឺលោកសុបដិបណ្ណោលោកប្រតិបត្តិល្អដោយតាំងទុកនៅសិលដូចជារបងឬកំផែងសម្រាប់ការពារសត្រូវគឺទុច្ចរិតកិលេសដែលជាអកុសលដែលមានក្នុងកាយវាចាលោកធ្វើសមាធិដូចជាផែនថ្មបាត់បង់នៅសត្រូវខាងក្នុងគឺបរិយុទ្ធានកិលេសដែលជាអកុសលគ្រប់សង្កត់ចាត់លោកធ្វើបញ្ញាដូចជាប្រទីបបំភ្លឺក្នុងកងសង្ខារទាំងពួងដោយចំណែកមានខណ្ឌជាដើមឃើញច្បាស់ថាខណ្ឌនេះមិនទៀងជាទុកមិនមែនខ្លួនលោកធ្វើបញ្ញាដូចជាអាវុធសម្រាប់អនុស័យកិលេសដែលជាចំណែកដល់ល្អិតយ៉ាងទាបបំផុតបានត្រឹមសុទ្ធតាបណ្ណបុគ្គលអស់វិជ្ជកិច្ឆាដោយឃើញគុណព្រះពុទ្ធជាច្បាស់លោកុត្តរធម៌ក៏កើតឡើងប្រកបក្នុងសន្តានលោកបានសម្រេចជាព្រះអរិយហើយទើបអស់សិលបត្តបរាមាសៈព្រោះឃើញច្បាស់ថាខ្លួនបរិសុទ្ធដោយត្រៃលក្ខ
ដែលជាសមាបដិបទាផ្លូវប្រតិបត្តិប្រពៃយ៉ាងនេះហើយដែលពោលរៀបរាប់ខាងលើយ៉ាងនេះហើយឈ្មោះថាសុបដិបណ្ណោដូច្នេះសរុបសេចក្តីមកសុបដិបណ្ណោភគវតោសាវកសង្ឃោសំដៅសង្ឃសាវកជាព្រះអរិយបុគ្គលគឺបុគ្គលដែលសម្រេចមគ្គផលព្រះនិព្វានហើយចឹងកណាសូមបញ្ចប់ត្រឹមនេះកណាសូមកែកំហុសបន្តិចកែត្រង់ថាសិលបតបរាមសៈព្រោះឃើញច្បាស់ថាខ្លួនបរិសុទ្ធដោយត្រៃសិក្ខាមិនមែនបរិសុទ្ធដោយត្រៃលក្ខទេនេះចំណុចកែទី1ចំណុចកែទី2បដិបណ្ណោប្រែថាប្រតិបត្តិហើយប្រែថាដើរទៅហើយដោយមិនបាច់ដាក់ថែមពាក្យសុខាមកទេ